នៅទីតាំងនេះបាទអត់បាំងទេបងប្អូនមើលទៅជុំវិញទិសណាក៏ឃើញទេសភាពស្រស់ស្អាតដែរនៅជាប់នឹងអូសៀនជាតិគ្រីរ៉ុងគឺជាអូសៀនជាតិប្រវត្តិសាស្ត្រដែលស្រស់ស្អាតនិងទាក់ទាញបំផុតមួយនៅក្នុងប្រទេសកម្ពុជាដែលមួយឆ្នាំមានភ្ញៀវទេសចររាប់លានអ្នកមកទស្សនាអញ្ចឹងបងប្អូនទិញនៅទីនេះបងប្អូនមិនរស់នៅលក្ខណៈថាដាច់ស្រយាលឬក៏ឯកាទេនៅទីតាំងនេះបងប្អូនរស់នៅលក្ខណៈសហគមន៍ទេសចរដែលអ្នកដែលរស់នៅទីនេះសិតតែអ្នកដែលមានជីវភាពមួយប្រសើរហើយសិតតែអ្នកដែលយល់ដឹងអំពីអនាម័យនិងបរិស្ថានអញ្ចឹងពួកគាត់ចូលមកសាងសង់លបងគាត់ធ្វើសួនហើយដីយើងក៏យើងពុះក្បាលចាប់ពី15បណ្ដោយ30គុណ30ឡើងទៅដូច្នេះវាធ្វើឲ្យគម្លាតនៃការរស់នៅនោះលក្ខណៈថាមានផាសុកភាពដីឡូលំហែខ្លះបងប្អូនដឹងមិនហីពុះក្បាល5បណ្ដោយ20 5បណ្ដោយ20ហើយគាត់និយាយថាដីលំហែបងប្អូនសាកសម័យមើលដីក្បាល5បណ្ដោយ20បើសិនជាគ្រប់ឡូទាំងអស់សាងសង់ដូចគ្នាអញ្ចឹងវាធ្វើឲ្យការរស់នៅវាកក់កុញដូចទៅនៅទីក្រុងដដែលបងប្អូនបាទអញ្ចឹងវាអត់មានផាសុកភាពទេនៅពេលដែលមានការសាងសង់កាន់តែច្រើនទៅបរិយាកាសក៏វាលែងសស្រស់ស្រាយដែរដូច្នេះហើយនៅទីនេះដែលយើងយល់ដឹងអំពីទាំងអស់នឹងហើយបានក្រុមហ៊ុនមានការអភិវឌ្ឍដែលគិតអំពីផាសុកភាពនិងការលំហែពិតប្រាកដ